ធ្លាប់តែលេង Head នៅក្នុង game ឥឡូវមកសាក់ Head ពិតៗនៅក្នុងខេត្តកំពង់ឆ្នាំងម្ដងមើលថាមានអារម្មណ៍មិនដែរមានទាំងជាមានទាំងកងានមានទាំងពពែហើយបានមកភ្លក់ជាមួយនឹងរសជាតិទឹកដោះពពែស្រស់ចេះទៀតអូយប្លែកខ្លាំងមែនតើតោះចង់ដឹងថាវីដេអូ Head ពិតប្រាកដនេះមានអីខ្លះឥឡូវមើលវីដេអូទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំរតនៈឥឡូវយើងចាប់ដើមធ្វើដំណើរទៅកាន់កសិដ្ឋានមួយដែលប្រៀបដូចជា Head នៅក្នុង game អញ្ចឹងហើយកសិដ្ឋាននោះមានឈ្មោះថា Kiet Farm ហើយបើសួរថាផ្លូវជិះចូលទៅនឹងពិបាកអត់គឺអត់ពិបាកទេខ្ញុំជិះម៉ូតូទៅទេហើយបាឡានទៀតក៏អាចចូលទៅបានដែរហើយនៅពេលដែលចូលទៅដល់គឺថាស្រស់ស្រាយខ្លាំងមែនទែនពួកឃើញជួបភ្នំច្រើនមែនទែនអញ្ចឹងបន្ទាប់មកគឺខ្ញុំត្រូវទិញសមុទ្រហើយសមុទ្រគេគឺតម្លៃ$5ដែលយើងអាចដូរយកជានំឬក៏ភេសជ្ជៈនៅក្នុង Kiet Farm នឹងបានអញ្ចឹងពេលយើងចូលទៅដល់ខាងក្នុងទៅយើងអាចដូរយកភេសជ្ជៈមួយណាក៏បានដែរតាមបេះដូងដែលយើងចង់ញ៉ាំមួយណាក៏បានដែរបន្ទាប់ពីខ្ញុំដូរយកគ្រឿងទឹកគ្រឿងអីរួចរាល់ហើយគឺខ្ញុំមករោងទៀតដែលរោងនេះគឺថាសិតតែសត្វចិញ្ចឹមច្រើនមែនតើមានទាំង hamster មានទាំង kiki ហើយ kiki មួយនេះគឺ kiki don't care អត់ខ្វល់អីទាំងអស់ព្រោះទៅសំខាន់ពងតែសែតចេញពីរោងសត្វឥឡូវមកដល់កន្លែងវាលជៀមគឺថាជៀមច្រើនមែនតើអ្នកគ្នាមិនជៀមមួយក្បាលពីរក្បាលទេចូល100ក្បាលតែម្ដងច្រើនមែនតើនេះវាកំពុងតែស៊ីស្មៅណាហើយទីទៀតហ្នឹងដល់ពេលដែលវាត្រូវចូលក្រោលវាវិញហើយមើលទៅឡងច្រើនមែនទេអ្នកគ្នាឡងដល់ពេញហ្នឹងហ្មងហើយដូចនៅក្នុង game Head ពិតតែម្ដងអារម្មណ៍របស់ admin មួយនៅពេលដែលបានមកអញ្ជើញគឺថាស្រស់ស្រាយមែនតែនព្រោះដោយសារមើលទៅនៅក្បែរជាប់ជាមួយនឹងជើងភ្នំនឹងតែម្ដងហើយមានជាមានពពែមានអីវាស៊ីស្មៅស៊ីអីពេញហ្នឹងមើលទៅឡងអូយមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនតែនហើយ admin ទៅនេះចំពេលដែលរលឹមតិចទៀតចឹងវាមូតមួយយ៉ាងមូតមួយបែបទៀតទៅទោះបីជារលឹមក៏ដោយប៉ុន្តែតស៊ូមែនតើអ្នកគ្នាទោះប្រឡាក់ជើងខោមូជើងខោធ្វើស្ទីលជ័រស្ទីលជ័រមើលជាមនៅខាងកាត់កំពង់ឆ្នាំងខ្ញុំស្រឡាញ់ទេសភាពនៅទីហ្នឹងខ្លាំងមែនតើស្អាតហើយអ្នកដែលតបានទៅលេងចាំទៅលេងទាំងអស់គ្នាចាំខ្ញុំដាក់ទីតាំងនៅក្នុង description ខាងលើដើម្បីអ្នកគ្នាងាយស្រួលក្នុងការធ្វើដំណើរទៅលេងនៅទីនោះឥឡូវចូលមកដល់មួយរោងទៀតរោងនេះថារោងពិសេសមែនតើមានទាំងពពែមានទាំងជៀមមានទាំងជ្រូកមានទាំងគោហើយបើនិយាយថាពីជ្រូកនោះគឺថាជ្រូកសាច់ស៊ីតែម្ដងបាទចង់ដឹងថាជ្រូកសាច់ស៊ីនឹងរបៀបណាចាំមើលទៅទៀតខ្ញុំនឹងបង្ហាញទៅកាន់អ្នកទាំងអស់គ្នាមិនខ្ញុំស្លឹកឈើមែនមកតាមគេហើយដោយសារយើងទៅមកអញ្ចឹងវាឃើញយើងផ្លែអញ្ចឹងវាមកវាស្មានថាអ្នកឲ្យចំណីវាអញ្ចឹងណាអញ្ចឹងយើងកាច់ស្លឹកឈើវាស៊ីទៅវាស៊ីស្លឹកឈើដូចចំណីរបស់វាអញ្ចឹងស្លឹកឈើនេះមិនឲ្យជាស៊ីស្លឹកឈើចូលមេកទេសកាយនៅក្នុងអីគេគៀតហ្វាមបាទមកចុងក្រោយគេឥឡូវគាត់ណែនាំឡើងពេញហ្នឹងដែរម្ដងអានេះឈូកហើយណាមអាខ្នងកោនោះវាអាចផ្ពុតខ្នងវាដល់ដីបានគេរត់ដល់គេហៅថាឈូកស៊ីស៊ីអូឈូកសិចស៊ីពីវាដើមមែនតើវាជិតផ្ពុតខ្នងនឹងដល់អាកន្លែងពូវានឹងដីតែជូកនឹងថ្លៃមកក្បាល100កូនវាហ្នឹងថ្លៃជាងពីថ្លៃនេះពពែមែនតើមិនពពែដេញលេងណាខ្ញុំច្រឡំថាពពែដេញលេងអាហ្នឹងពូពពែភ្នំហ៎អូអាពួកហើយគេអាពួកញូហ្សេឡង់អាឡើងជួបភ្នំណាអាពួកហ្នឹងឯតាហើយនេះបើសិនជាគាត់ប្រាប់ថាពពែមែនតែនទេស្មានតែពពែជាប់មកដល់វាឈរឡើងឆ្ងក់នៅលើរោងរបស់វាហ្នឹងអញ្ចឹងមកដល់រោងពពែគឺថាយើងមកសាកជាមួយនឹងទឹកដោះពពែស្រស់តែចេញពីដោះពពែពិតតែម្ដងអត់មានកាត់តកាត់អីទេគឺថាចេញពីដោះពពែគឺចូលមាត់ខ្ញុំតែម្ដងបានខាត់លើតិចក៏បានដែរហ្នឹងហើយឆ្ងាញ់មែនទែនអ្នកគ្នាប្រៀបដូចជាទឹកដោះគោដែលគេលក់នៅក្នុងផ្សារនេះឆ្ងាញ់ជាងហងអត់មានក្លិនឆ្អាបហើយរៀងក្តៅអ៊ុនហើយមានរសជាតិស្ករឡំនៅនឹងទៀតអូនិយាយពីថាបើសិនគ្នាបានទៅសាក់ផ្ទាល់ទៀតណាបានដឹងថារសជាតិនឹងឆ្ងាញ់យ៉ាងណាអូអូយអូយឆ្លាញ់អូយôi một quả của thật là như một quả ôi nè mình cha chị ca nó mà đo cái này chị ca
ជីដាប់មានអាស្ករខប់ស្ករកស៊ូហលហលញ៉ាំទៅហលហល ខ្ញុំមកសានេះសំណាងមែនតែនដែលខ្ញុំប៉ះចំជាមួយនឹងអ្នកដែលគាត់ណែនាំពីកន្លែងមួយហ្នឹងណាគាត់រៀបរាប់គាត់រស់រាយគាត់ប្រាប់ពីនេះគាត់បេះនេះបេះនោះឲ្យយើងភ្លក់ឲ្យយើងសាកថារសជាតិបែបណាហើយសំបីតាមុនហ្នឹងរសជាតិស្ករដំបិលមានហ្នឹងគឺថាខ្ញុំអត់ដែរសាកពិតចឹងទេទៅពេលមកសាកពិតដូចគ្នាបែបដែរស្ករដំបិលមានយើងអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរយើងជួបគ្នានៅវីដេអូបន្តទៀតបាយបាយដូចគេមើល Bye. À, chết đọc đi.